វស្សាភ្លៀងធ្លាក់ទឹកដក់ពេញវាលស្រែរដូវវស្សាបានមកដល់ម្ដងគឺថាពិតជាសប្បាយរីករាយមែនទែនសំឡេងកង្កែបក្អាតហ៊ីងបាទយំរំពងតែម្ដងនៅពេលយប់គឺថាអត់នៅទំនេរទេមុនចូលសម្រាកឆ្លៀតពេលទៅរកក្តាមខ្ចៅខ្យងហើយជាពិសេសគឺថាខ្យងគឺខ្ញុំចូលចិត្តញ៉ាំមែនទែនខែនេះវាចាប់ដើមពងហើយខ្យងបាទពងពេញទៅនឹងឯងបាទហើយយប់ហ្នឹងក៏ឆ្លោះបានកង្កែពីរបាទឆ្លោះបាញ់នឹងជំពាមហ្នឹងហើយដើម្បីបានធ្វើម្ហូបថ្ងៃហ្នឹងបាទយកទៅឆាល្នងគឺថាពីថ្ងៃមុនហ្នឹងផ្លែតែ1 2ឥឡូវវាបន្តទៀតហើយឥឡូវចាប់ដើមផ្លែរីកច្រើនបាទឥឡូវទឹកខ្ចីល្មមបេះហើយបាទបេះយកមកឆាតែម្ដងបាទវាត្រូវទឹកភ្លៀងបានប្រមាណមេជាប់គ្នាទៅគឺថាដំណងគេចាប់ដើមធំធាត់ដាក់ជីបំពន់បន្តិចទៀតទៅបាទកាន់ទៅលាស់បាទតែទ្រើងវាអត់សូវធំទេធ្វើទ្រើងតូចមួយបាទប្រហែលជាត្រូវរៀបចំទ្រើងបន្ថែមទៀតឲ្យវារាងធំតិចស្រួលវាឡើងតោងទៅមុខទៀតឥឡូវគឺថារៀបធៀបផ្លែនោះបាទប្រហែលថ្ងៃទៀតបានបេះហ្នឹងហើយត្រកួនដាំក្បែរផ្ទះកំពុងតែលូតលាស់ចិត្តបានដូចឆ្អាមហើយបន្តមកទៀតយើងចាប់ដើមលាយគ្រឿងនេះទៅគឺឆាកង្កែបពីរហ្នឹងទេគេច្រាំវាបន្តិចទៅក៏បានបន្លែដំឡូងយើងបាទឆាដើម្បីបានញ៉ាំដំឡូងក្លិនឈ្ងុយចឹងណាសាច់កង្កែបតិចបានតែយើងឆាមួយឆ្នាំងញ៉ាំបន្លែបានច្រើនសុខភាពល្អជាពិសេសគឺថាយើងដាំខ្លួនឯងរកលក្ខណៈធម្មជាតិហ្នឹងហើយអរគុណច្រើនបងប្អូនអរគ្នាវីដេអូមានប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយទៀតបាយបាយ